okay ចឹង play យើងបានប៉ុណ្នេះហើយយើងសាក play គឺបានប៉ុណ្ណឹងកុំឲ្យវាចូលមកគ្នាពេកយើងរៀងវីដេអូចូលតិចមកអូខេណាមើលជើងចាក់មើល ខ្ញុំបងនៅលើមកដល់សាត់ចឹងសំឡេង play យ៉ាងខ្លាំងចឹងយើងបន្ថយសំឡេងតិចមក play យើងគឺខ្លាំងតិចមកឲ្យវាសឹមមកសាត់មែនទេបាទជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីវិធីកាត់តវីដេអូមួយកម្មវិធីនេះគឺកម្មវិធីឲ្យមានជាប់វត្តមានច្រើនហើយយើងស្រួលងាយកាត់ទៅលើទូរស័ព្ទ Android ហើយជាមួយនឹង iPhone ក៏ដូចគ្នាដែរហើយសម្រាប់កម្មវិធីនេះគឺកម្មវិធីដែលមានឈ្មោះថា VN ហើយសម្រាប់កម្មវិធី VN នេះគឺស្រួលអត់មានពិបាកញញៃអីច្រើនទេគឺស្រួលជាងគេខាត់ឲ្យមានជាប់ watermark ឲ្យមានជាប់អីទេអញ្ចឹងគឺយើងកាត់ទៅគឺវាអត់មានអីញញៃជាមួយនឹងជាប់ logo ជាប់អីទេហើយសម្រាប់ CapCut គឺយើងប្រើបានដូចគ្នាតែយើងបង់លុយគេទៅយើងប្រើបានមុខងារទាំងអស់ហើយអត់មានពិបាកជាមួយនឹងការជាប់ជាមួយនឹង watermark វត្តអីទេយើងបានប្រើបានច្រើនហើយសម្រាប់ CapCut គឺអត់ពិបាកទេបើបង់លុយគឺស្រួលហ្មងប៉ុន្តែយើងធម្មតាការងារចេះយើងរកស៊ីដោយបងប្អូនធ្វើវីដេអូឲ្យអត់បានលុយពី YouTube Facebook អីផងត្រូវចាយលុយពិបាកអញ្ចឹងយើងកំតន់ចាយយើងប្រើរបស់ free សិនទៅហើយសម្រាប់ទូរស័ព្ទកម្មវិធីនេះយើងប្រើបានគ្រប់ទូរស័ព្ទកម្មវិធី VN អត់មានពិបាកទេឥឡូវមុននឹងចូលដល់វីដេអូការបរៀនខ្ញុំសូមបងប្អូនដែលអត់ទាន់ចុចជួយ subscribe ខ្ញុំមួយមកហើយ like ឬក៏ comment មកសម្រាប់វីដេអូនេះបងប្អូនមានចម្ងល់อะไรណាឬក៏អត់ទាន់ច្បាស់ទេបងប្អូនជួយមើលចុះមើលឡើងមើលជើងមើលឡើងមកហើយខ្ញុំនឹងបញ្យល់មួយអត់ប្រឲ្យលឿនទេឥឡូវកុំខាត់ពេកយូរយើងចូលមកក្នុងទូរស័ព្ទរបស់យើងហើយខ្ញុំធ្វើនេះគឺទៅលើទូរស័ព្ទ Samsung Z Fold 6អញ្ចឹងយើងត្រូវមានកម្មវិធីនេះមួយកម្មវិធី VN នេះកម្មវិធី VN នេះគឺនេះកម្មវិធីនេះកម្មវិធី VN នេះកម្មវិធី VN នេះហើយសម្រាប់កម្មវិធីនេះគឺអត់ពិបាកទេគឺយើងប្រើបានទាំង Android ជាមួយនឹង iOS គ្នា iPhone គ្នាសម្រាប់ការចង់បានវានេះគឺយើងធម្មតាទៅជាមួយនឹងនេះហីនេះចូលទៅក្នុងកម្មវិធី Play Store ដើម្បីទៅ download វាអូខេឥឡូវយើងចូលទៅក្នុង Play Store ទៅបងប្អូននេះដើម្បីខ្ញុំប្រាប់ពីដើមមកឲ្យបាក់ download អញ្ចឹងយើងត្រូវចុចកន្លែងនេះដើម្បីឲ្យបងប្អូនស្រួលងាយយល់ចុចទៅលើពាក្យ search នេះមកចុចទៅនឹងទៅចុចមកចុចប៉អូខេអញ្ចឹងយើងត្រូវចុចពាក្យ search ឡើងយើងវាយអក្សរឡើងនេះយើងវាយលេខនេះយើងវាយលេខមក VN នេះវាយលេខនេះ VN ណាឬក៏ VN យើងវាយលេខហ្នឹងមកអូខេវាយមក VN អូខេយើងវាយបានប៉ុណ្ណឹងហើយគឺអត់ពិបាកទេគឺវាចេញមកហើយ VN Video Editor VN Video Editor នេះគឺសម្រាប់កម្មវិធីកាត់តវីដេអូហ្នឹងហើយដែលខ្ញុំប្រាប់ថាយើងថ្ងៃនេះចូលមើលកម្មវិធីរបស់គ្នាដើម្បីកាត់តសម្រាប់បងប្អូនដែលចង់ធ្វើវីដេអូ TikTok ឬក៏ Facebook អី React ចឹងណាអត់ពិបាកទេអញ្ចឹងយើងចុចលើវាមកអូខេដោយសារនេះខ្ញុំ download ហើយអញ្ចឹងអូខេអញ្ចឹងនៅនេះVN ណានេះហើយអត់ត install អត់ត download ទេ download តែខ្ញុំ download ហើយអញ្ចឹងខ្ញុំអត់ពិបាកទេអញ្ចឹងខ្ញុំត្រូវចុច open វាមកចុច open ឡើងហ្នឹងណានេះ open ឡើងនេះអូខេចុចឡើងហ្នឹងអញ្ចឹងយើងចូលទាំងការងាររបស់យើងចូលមកវាអត់មានអីទេអញ្ចឹងចូលមកយើងត្រូវមើលខាងឆ្វេងណៃនេះ zone project នេះគឺ zone នេះ project គឺ zone ឡើងនេះឡើងហ្នឹងណាអញ្ចឹងបើសិនជាយើងចង់ធ្វើវាគឺយើងត្រូវមកមើលខាងស្ដាំដៃរបស់យើងគឺមានពាក្យថាមានសញ្ញាបូកដូចប៉ែននេះពូខៀវណាយើងចុចទៅលើវាទៅអូខេចុចទៅលើវាអញ្ចឹងចូលបន្ថែមយើងចូលមកដល់ការចូលកាត់ហើយយើងចុចទៅលើពាក្យ new project នេះចុចទៅលើវាទៅ new project នេះអូខេយើងចុចទៅលើវាយើងមករកផ្ទាំង row video អញ្ចឹងបើសិនបងប្អូននៅឈរទៅលើបងប្អូនចង់កាត់វីដេអូដល់ពេលបងប្អូនឈរទៅលើពី all នេះ
មានន័យថាវាមកទាំងរូបភាពមកទាំងវីដេអូអញ្ចឹងយើងសាំញ៉ាំច្រើនកុំឲ្យសាំញ៉ាំគឺយើងត្រូវមកចុចទៅលើពាក្យវីដេអូនេះមួយមកអីយ៉ាចាំតិចយើងចុចមកលើវីដេអូដើម្បីអីដើម្បីឲ្យចុចមកយើងរកតែវីដេអូមកអូខេវាលោតដល់វីដេអូទាំងអស់ចុចទៅលើវីដេអូមកអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំនិយាយតម្រង់បញ្ឈរចោះកុំឲ្យពិបាកបងប្អូនពីច្រើនយើងធ្វើជាមួយនឹងFacebook TikTok React ណាឥឡូវខ្ញុំយកវីដេអូនេះមួយចុចទៅលើបាច់អូខេបន្ទាប់មកយើងបញ្ជូនទៅគឺវាចូលទៅដល់កម្មវិធីនេះវីដេអូនេះខ្ញុំថតនៅការីរូមថ្ងៃមុនលើភ្លាមរីរូមឡៃលោកកាហ្វេខ្ញុំថតនៅលើវីដេអូបន្ទាប់មកយើងនិយាយជាមួយយើងនេះជាមួយនឹងការធ្វើ short ជាមួយនឹង TikTok ឬក៏ Reel អញ្ចឹងយើងរើសតម្រង់ឲ្យត្រូវយើងចុចទៅលើពាក្យនេះយើងមើលទៅលើខាងនេះយើងមើលលើនេះវាមានតម្រង់ original របស់វាអញ្ចឹងណាអញ្ចឹងយើងចុចទៅលើពាក្យហ្នឹងមកយើងរើសតម្រង់វាអញ្ចឹងអានេះជា original របស់វាអញ្ចឹងអានេះបើយើងចង់បានប្រភេទTikTok យើងបានអានេះ916អញ្ចឹងបើបងប្អូនចង់យក Instagram អានេះហើយបើសិនបងប្អូនចង់យកជាមួយនឹង YouTube អានេះប៉ុន្តែតម្រង់បញ្ឈរយើងបាក់កាត់ហើយបាត់រូបភាពដើមច្រើនណាបើសិនយើងយកដាក់ YouTube ហើយបើសិនបងប្អូនចង់បានតម្រង់ Reel ខ្ញុំរីកមិនឲ្យប្រើនេះក៏បាននេះក៏បានដែរឬក៏បងប្អូនអាចប្រើជាមួយនឹងអានេះក៏បានជាមួយនឹង916នេះក៏បាន34ក៏បាន916ក៏បានអញ្ចឹងយើងយកជាមួយនឹងតម្រង់ចុងក្រោយគឺយើងយកនេះចោះយកប្រើ Reel យើងប្រើនេះតម្រង់បញ្ឈរវាត្រូវជាមួយនឹង Reel ជាមួយនឹង Short ជាមួយនឹង TikTok ទាំងអស់គ្នាអញ្ចឹងយើងចុចយកហ្នឹងមកអូខេវាអាចនឹងបាត់រូបរាងខ្លះនៅក្នុងវីដេអូហ្នឹងអញ្ចឹងវាមកបានប៉ុណ្នេះនេះវាចូលតម្រង់ហ្នឹងតម្រង់បោះ916ដែលយើងសេរីដាក់មិញហ្នឹងអញ្ចឹងអត់ពិបាកទេណាអត់ពិបាកទេគឺយើងបានតម្រង់ហ្នឹងហើយមកមក TikTok អូខេអញ្ចឹងយើងត្រូវសេរីវីដេអូរបស់យើងអញ្ចឹងយើងចង់ដាក់វីដេអូមួយទៀតដើម្បីអីដើម្បីឲ្យវាយើងនិយាយទៅលើទិដ្ឋភាពវីដេអូនោះបងប្អូនវីដេអូនេះស្អាតណាស់អីណាយើងយករបស់គេមកវាបើថាយើងខ្ជិលធ្វើយើងធ្វើលួចរបស់គេមកធ្វើយើងលួចរបស់គេមកធ្វើគឺយើងកែអស់ឥឡូវខ្ញុំជម្រាបពីដាក់ពីតម្រង់នៃការកែសិនចុះតែយើងយករបស់គេមកគឺយើងត្រូវកែមិនទី1យើងមើលដៃកាហ្វេនេះគឺអក្សរនេះនាការនេះខ្ញុំនៅខាងឆ្វេងដៃត្រូវក្នុងអេក្រង់អញ្ចឹងយើងត្រឡប់វាមកស្ដាំដៃវិញដើម្បីឲ្យរួចផុតពី copyright ឬក៏វីដេអូរបស់គេគឺស៊ីនទៅមកគឺត្រូវរបស់គេអញ្ចឹងយើងយកទៅត្រឡប់មកនេះបវលយើងត្រឡប់ទៅស៊ីនវាចេះអានេះស៊ីនបងប្អូនស៊ីនវានៅខាងនេះតែទៀតបើយើងត្រឡប់វាមកខាងនេះវិញគឺយើងកាត់ឲ្យវាបាត់ copyright នេះយើងនេះវាមកនៅខាងនេះវិញឃើញទេវាមកនៅខាងនេះវិញអញ្ចឹងយើងធ្វើអញ្ចឹងហើយតើតើនឹងការកែបន្តិចយើងត្រូវកែមិនកែ color គឺយើងចុចទៅលើរូបវីដេអូហ្នឹងហើយយើងចូលជាមួយនឹង filter ក៏បានជាមួយនឹងអីក៏បានហើយយើងកែវានេះយើងគឺកែ color បន្តិចមកតែយើងយក color ណាមួយដែលថាមើលទៅស្អាតវាកុំឲ្យវាឈុលពេកមើលឲ្យមួយយកខ្លួនឯងយើងកែអានេះ original យើងយក original មកហើយយើងបន្ថយក៏មិនក៏បានលើវីដេអូកែពណ៌យើង adjust ទៅលើវាក៏បានដែរយើងកែពណ៌ទៅលើបន្ថែមក្រាពលឺថែមហើយ contrast របស់វាមកឡើងចុះពលឺទីក៏ឡើងពលឺមិនរឿងតាក់ទងនឹងការកាត់វីដេអូរបស់គេនេះយើងត្រូវកែខុសតម្រង់ដើមមកបើកុំឲ្យខុសពេកមើលកាត់ថែម color ថែមអីតិចមកវាប្រាយើងឡើងអានេះយកកែមិនព្រឹកទុកណាបងប្អូនយើងកែទៅធ្វើឲ្យខាត់បោះពីវីដេអូដើមយើងចូលរបស់គេមកនៃការកាត់វីដេអូអញ្ចឹងតែប៉ុណ្្នឹងយើងថាយើងកែរបស់គេប៉ុណ្្នឹងហើយអញ្ចឹងយើងត្រូវយកវីដេអូរបស់យើងមកអញ្ចឹងបើសិនយើងចង់បន្ថែមវីដេអូរបស់យើងในការនិយាយយើងចុចទៅលើនេះសញ្ញារូបនេះហើយបូកនេះមកលើហ្នឹងមកយើងចុចទៅលើវាទៅអូខេកន្លែងហ្នឹងយើងយករូបភាពក៏បានឬក៏វីដេអូក៏បានហើយនៅកន្លែងខ្ញុំដាក់វីដេអូចុះដាក់វីដេអូមួយដែលខ្ញុំនិយាយចោលមកទៅដាក់នេះមួយទៅ
ចឹងវីដេអូយើងដាក់ប៉ុណ្ណេះមកហើយយើងបរួមវាបានណាបងប្អូនណាយើងបរួមបានចឹងយើងដាក់មកកេមខាងនេះមកឬក៏ដាក់លើនេះក៏បានដែរយើងខ្លាច់បាត់នេះយើងដាក់លើនេះក៏បានដែរធម្មតាយើងដាក់ក្នុង TikTok ឬក៏ Facebook ឬក៏ Reel ហ្នឹងយើងសេអក្សរចុះវាមករូបភាពយើងដាក់ក្រោមហ្នឹងណាខ្លាយវាបាំងអក្សរយើងដាក់លើនេះចុះអូខេមកតមកយើងបើកសារសលេងមានលឺទាំងពីរ ស្រីបងប្អូននៅលើមកដល់សាទនេះស្អាតមែនទែនចឹងសម្រាប់បងប្អូនចង់ធ្វើ content វីដេអូនេះលើភាសានិពន្ធអញ្ចឹងខ្ញុំធ្វើមុនអញ្ចឹងឥឡូវយើងធ្វើបិទសលេងចាស់ចោល ស្រីបងប្អូននៅលើ អូខេហើយយើងស្ដាប់សលេងយើងបិទសលេងវីដេអូធំនេះចោលណា ស្រីបងប្អូននៅលើមកដល់សាទនេះស្អាតមែនទែន ឥឡូវចូលណា ចឹងសម្រាប់បងប្អូន ឥឡូវចូលហើយ content ដើរលេងនេះគឺត្រូវហើយ យើងបិទសលេងចាស់ចោល បើសិនមានឱកាសអត់ទេ បិទសលេងចាស់ទៅយើងធ្វើសលេងរបស់យើង នេះគឺក្រោយ យល់ទេបងប្អូនប៉ុណ្ណឹងអញ្ចឹងសម្រាប់បងប្អូនដែលហើយយើងចង់បន្ថែមអក្សរទៅលើបន្ថែមការសេអក្សរលើបន្ថែមគឺយើងចុចទៅលើនេះយើងចុចទៅលើ T បូកនេះមកយើងសេអក្សរទៅលើហ្នឹងណាអូខេតោះមកយើងចុចលើនេះមក text នេះវាមានច្រើនទម្រង់យើងចង់សេអក្សរបាននៅលើហ្នឹងនេះសេទម្រង់នេះទាំងអស់អានេះក៏នេះសិតទៅទាំងអស់សេអក្សរលើនឹងទាំងអស់ចឹងបើសិនបងប្អូនចង់បានម៉ូដមិនអីមិនគឺនៅលើនឹងទាំងអស់ចឹងឧទាហរណ៍ខ្ញុំយកមួយខ្ញុំយកណាមួយអូខេខ្ញុំសេនឹងមួយនេះដាក់ my new video អូខេយើងឧទាហរណ៍ទៅណាយើងដាក់នេះមកវារត់ដល់នេះក៏បានរត់ដល់នេះមកអូខេចុះយើងដាក់ចេះដាក់ clear ទីមក ស្រីបងប្អូននៅលើមកដល់ នេះកន្លែងនេះ my new video ស្រីបងប្អូននៅលើមកដល់សាទនេះស្អាត នេះយើង share អក្សរលើហ្នឹងអញ្ចឹងចង់ offset ទៅក្រៅបើសិនបើបងចង់វាយ play តិចមកយើងមាន live play អញ្ចឹងយើងចុច play នេះមកនេះយើង play បូកមកយើងចុចមកអូខេវាមានជាមួយនឹង music effect ជាមួយ record music នេះ play វាមានក្នុង free ខ្លះឬក៏យើង download ពីកម្មវិធីផ្សេងមកប៉ុន្តែប្រយ័ត្នជាប់ copyright ខ្ញុំនិយាយហើយអញ្ចឹងយើងមាន play ក្នុងហ្នឹងទី2 effect សលេងវាមានក្នុងហ្នឹងកម្មវិធី design ហាឬក៏ effect តិចខ្លីៗ1វិនាទី2វិនាទីហ្នឹងហើយទី3នេះគេតេតទៅនៅ record នេះគឺយើង voice over ពីលើយើងនិយាយសលេងពីលើទៅយើងនិយាយវីដេអូបិទសលេងអស់យើងថតវីដេអូទុកហើយយើង voice over យើងនិយាយទៅលើវីដេអូហ្នឹងប៉ុន្តែអ្នកនេះខ្ញុំមកថតទៅលើការដាក់ play មួយទេយើងនិយាយទៅលើដាក់ play នេះមួយដោយសារ voice over នេះយើងដឹងស្រាប់ហើយយើងថតសលេងមកយើងបិទសលេងយើងបើកតិចយើងមកនិយាយពីលើវីដេអូរបស់យើងអូខេយើង select លឿនហ្នឹងទៅនេះចឹង play ទាំងអស់ហ្នឹងគឺវាមានណាមាន block មាន pub dynamic fresh ទៅ playing acoustic ហ្នឹងទៅ playing free ក្នុងហ្នឹងទាំងអស់ hip hop playing free ក្នុងកម្មវិធី VN ហ្នឹងយើងយកអញ្ចឹង music ហ្នឹងហើយបើសិនជាបងប្អូនមាន playing ស្រាប់បងប្អូនក៏បញ្ចូលមកក្នុង my music book នេះមកចាំតិចនេះបញ្ចូល play ក្នុងនេះមកយើងចុចទៅលើហ្នឹងទៅយើងធ្លាប់បញ្ចូលអូខេនេះហើយខ្ញុំធ្លាប់បញ្ចូលទៅនៅក្នុង library វាមាន4ចម្រៀងយើងចុចមើលអូខេមាន play អានេះ play នេះយើងចុចយកមកណាម្ដងទៀតខ្ញុំប្រាប់បើយើងយកយើងចុចយកទៅពី use នេះយកមួយណាក៏បានដែរយើងចុចយកទៅលើពី use មកឲ្យថាខ្ញុំយកទី4នេះចុចវាមកបន្តមកដល់នេះយើងគ្រីសវាណាមកដល់នេះយើងគ្រីសវាឡើងនេះដើម្បីយកវាគ្រីសឡើងហ្នឹងមកអូខេអញ្ចឹង play យើងបានប៉ុណ្នេះហើយយើងសាក play គឺបានប៉ុណ្ណឹងកុំឲ្យវាចូលមកគ្នាពេកយើងរៀងវីដេអូចូលតិចមកអូខេណាមើលជើងចាក់មើល ស្រីបងប្អូននៅលើមកដល់សាទនេះ អញ្ចឹងសំឡេង play យ៉ាងខ្លាំងអញ្ចឹងយើងបន្ថយសំឡេងតិចមក play យើងគឺខ្លាំងតិចមកឲ្យវាសឹមមកប្រឹប ស្អាតមែនទែនអញ្ចឹងសម្រាប់បងប្អូនចង់ធ្វើ content យើងបិទសំឡេងស៊ីនចោលអស់ទៅ
អូខេហ៎មើលស្ដាប់ទៅលេង Saya mau bawa nilai modal saat ni pon saat nanti. Jangan sebab apa jangan terkenal dari ini di thở. Còn tí nữa, xin nhớ cách áp đấy. Học. ឃើញទេ នេះគឺក្រោយ ក្រោយភាសានេះពណ៌ នេះមើលកាមេរ៉ាសើកន្លែង អញ្ចឹងកន្លែងហ្នឹងអស់ហើយ option វាតើទៅនឹងការធ្វើវាមានបិទសលេងមានដាក់រូបភាពវីដេអូសរសេរនិងថែមសលេងថយហ្នឹងហើយចុងក្រោយអាចចេះអីយើងមើលខ្លួនឯងទៅអត់មានពិបាកទេតើទៅនឹងក្របតើទៅនឹងយើងកាត់ចេះយើងកាត់ចឹងណាកាត់ចេះកាត់អីអាហ្នឹងអត់មានពិបាកទេបងប្អូនសើខ្លួនឯងទៅហើយចុងក្រោយវីដេអូនេះមានតែមួយទៀតទេគឺយើងថយវីដេអូមកក្រោយអស់នេះសាច់វីដេអូអញ្ចឹងមកវាមានផ្ទាំងខ្មៅជាមួយទៅហើយអញ្ចឹងយើងចុចលើវាហើយយើងពាក្យចុច delete មកអញ្ចឹងវីដេអូរបស់យើងចង់បញ្ចប់គឺអត់មានអីទេគឺចប់គឺវីដេអូយ៉ាងអត់មានជាប់វត្តមានអីទេអញ្ចឹងយើងមើលទៅវាអស់អត់មានអីគេមានរបស់យើងត្រូវហើយអញ្ចឹងយើងចុចទៅ export ទៅលើនេះមកយើងចុចបានវីដេអូយើង export នេះយើងចុចសញ្ញាព្រួយនៅលើនេះអានឹង export យើងក៏ចុច pixel យើងចុច export មកឲ្យលើយើងចុច export មកចុចហ្នឹងមកអញ្ចឹងតើទៅនឹង resolution នេះ resolution ចាំបាច់មែនតើណាកម្រិតច្បាស់មួយទៀត frame of view frame rate អញ្ចឹងយើងចុចអាហ្នឹងគឺយើងអូស resolution ដល់ 4K មកហើយអានេះ frame rate របស់វាហ្នឹងគឺយើងដល់60មកបន្ទាប់មកយើងចុច export ណានេះពី export ឡើងនេះយើងចុចទៅអូខេវីដេអូនឹងដើរនេះភាគរយវានឹងដើរនៅហ្នឹងភាគរយនៅហ្នឹងដើរភាគរយហ្នឹងទីទៀតវាដល់100គឺវាចប់អញ្ចឹងណាហើយខ្ញុំបិទអ៊ីនធឺណិតតិចបើមិនអញ្ចឹងទេវាអាចនឹងរត់និច្ចកម្មញ៉ៃច្រើនតិចចាំបោះទេអូខេបើយើង rate ខ្ញុំអត់ rate ទេខ្ញុំចូលកម្មវិធីនេះវិញអូខេបន្តមកហើយគឺយើងដានណានេះវាយើងបញ្ចប់ទំនាក់ទំនងវីដេអូយើងបញ្ចប់វាមកយើង save បានហើយអញ្ចឹងអូខេហ្នឹងអានេះកិច្ចការដែលយើងធ្វើឲ្យមិញ project នេះវីដេអូយើងធ្វើមិញយើងចង់ឲ្យក្រោយយើងមក edit ទៀតយើងចង់ edit ទៀតយើង edit បានយើងចូលមកយើងយកមកកែកុនសារថ្មីយើងចូលមកវាចូលមកវិញគេយើងធ្វើកែកុនវីដេអូសារថ្មីគឺយើងចូលនឹងមកហើយអានេះ work ការយើងធ្វើអញ្ចឹងអស់ហើយអរគុណច្រើនណាបងប្អូនសម្រាប់ការទស្សនាវីដេអូនេះហើយជួយ subscribe អ្នកមួយមកសម្រាប់វីដេអូក្រោយទៀតខ្ញុំនឹងបរៀនវីដេអូតាក់ទងការងារធ្វើផ្សេងៗទៀតទៅតាម Facebook TikTok អីហ្នឹងបើសិនមានពេលខ្ញុំធ្វើវីដេអូជូនដល់អរគុណច្រើនសម្រាប់ការទស្សនាវីដេអូ